ជំលើកឧទាហរណ៍អំពីរឿងការវែកញែកអំពីគុណមេត្តាបិតារបស់ព្រះសង្ឃតិចហើយបងប្អូនយកទៅពិចារណាតើបងប្អូនអាចវែកញែកបានដែរឬទេហើយពីដើមរៀងរៀបមកបងប្អូនមានដែរវែកញែកបានដែរឬទេអារឿងគុណមេត្តាបិតាហ្នឹងថាខ្ញុំវាជ្រិញជ្រិញអ្នកទេសនានិយាយពីទេសនោះធ្វើដូចខ្លួនឯងនោះគោរពម៉ែគោរពឪនោះខ្លាំងណាស់ណាតាំងប្រសងអីហ្នឹងស្មាតទោម៉ែបង្រើតាំងពីក្បាលរហូតដល់ចុងជើងប៉ុន្តែនិយាយពីទេសពីគុណម៉ែហ្នឹងខាងធ្វើដូចខ្លួនឯងហ្នឹងលិតបាក់ជើងម្ដាយអញ្ចឹងណាម្ដាយមានគុណខ្លាំងណាស់ឲ្យរៀបរាប់តាំងពីនៅក្នុងអូតូហ្នឹងម្ដាយធ្វើអ្វីខ្លះពេលកើតមកម្ដាយដូចឆ្លងមហាសាគរយ៉ាងម៉េចអូយថាទេសនោះទេប៉ុន្តែសត្វតកូនអកតញ្ញូទាំងអស់ហ្នឹងប៉ុន្តែចាំកម្ពីឲ្យគេធ្វើលើកមកដូចតែគេនឹងវាក្រាន់បើទឹកធាត់ណាស់អញ្ចឹងដល់ពេលខ្ញុំចាប់ផ្ដើមខ្លាំងខ្ញុំបោះយកចិត្តស្រឡាញ់ម្ដាយសំណោះម្ដាយបោះចូលទៅក្នុងចិត្តខ្ញុំមើលរូបថតម្ដាយខ្ញុំមើលអត់បានយូរទេបងប្អូនមើលតែ5នាទីអាលេងលងទឹកភ្នែកមកហ្មងខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើស្អីខ្លះដែលវាដិតជាប់អារម្មណ៍ខ្ញុំធ្វើឲ្យខ្ញុំមើលមុខម្ដាយអត់បានម្ដាយពើពោះហ៎អត់ទេមិនតែនឹងទេដូចម្ដាយនឹកឃើញដល់រឿងទៅនឹងផងម្ដាយខំបង្កើតកូនមកដូចឆ្លងមហាសាគរថាអត់ទេខ្ញុំមិនដែលនឹកឃើញដល់ទៅនឹងផងព្រោះខ្ញុំអត់ចាំផងអត់ដឹងម៉ែពើពោះយ៉ាងម៉េចផងវាអត់មានដកនៅក្នុងចិត្តរបស់ខ្ញុំណាបើយើងអង្គុយគិតអាហ្នឹងបានអង្គុយគិតអូយម៉ែគាត់កើតកូនបាក់ណាស់អាហ្នឹងអង្គុយគិតបានប៉ុន្តែចិត្តរបស់យើងដិតតាមវាអត់មែនកន្លែងនោះវាអត់មែនដល់ពេលយើងខ្មិចភ្នែកទៅបងប្អូនជួនកាលជិះកង់ជិះម៉ូតូជិះឡានកាត់កន្លែងហ្នឹងអារូបភាពដែលគាត់មកអង្គុយចាំយើងនៅកណ្ដាលផ្លូវហ្នឹងយើងឃើញកន្លែងដែលគាត់ចាំប៉ុន្តែយើងងាកទៅទឹកភ្នែកចង់ហូបភ្លាមនឹកឃើញតែម៉ែនៅកន្លែងហ្នឹងម៉ែនៅកន្លែងហ្នឹងនៅលើផ្ទះនៅកន្លែងហ្នឹងម៉ែឡើងឈាមនៅកន្លែងហ្នឹងនឹកឃើញរូបភាពហ្នឹងច្បាស់ចាស់ហ្មងរឿងរូបភាពកើតកូននេះណាឆ្លងទលេណាអត់មានឃើញទេអត់មានឃើញតសោះវាអត់មានបើគិតទៅអាលចេះតែគិតឃើញហើយធម្មតាស្មាទោសយើងជួអាចប៉ុនគាត់ដៃឈឺចង់ងាត់ហើយគាត់កើតកូនមនុស្សឈឺបណ្ណាគេប្រៀបធៀបណាប្រៀបធៀបអញ្ចឹងចេះតែប្រៀបធៀបទៅប៉ុន្តែឲ្យមានអនុស្សាវរីយ៍មែនតើគិតអត់ចេញអត់មានកន្លែងនំផងឯណាគាត់បីបាច់ខែអាសាបញ្ចុកយើងតាំងពីក្មេងថាអត់មានឃើញទេរូបភាពហ្នឹងអញអត់មានឃើញទេក្នុងចិត្តអញឃើញតែរូបភាពម៉ែអញអង្គុយនៅលើផ្ទះកន្លែងហ្នឹងនឹកឃើញគាត់តាំងពីចំនួនពើម៉ែកូនទៅកន្លែងណាណាបានរបស់របរបន្តិចវិចថ្នាក់កម្មាមកវិចមកខ្លាចគេឃើញផងយកមកឲ្យកូនពេលកូនហូបឯងហូបវាក្លៀននោះហូបកឹបភ្លេចមើលម្ដាយងាកទៅមើលម្ដាយគាត់ស្រឡឹងខ្មែររបស់យើងឃើញកូនហូបឆ្ងាញ់ភ្នែករបស់គាត់គាត់ក្លៀនណាបងប្អូនប៉ុន្តែគាត់សុកចិត្តអត់សួរម៉ែហូបតែថាម៉ែអត់ក្លៀនទេកូនម៉ែអត់ក្លៀនទេរូបភាពច្រើនណាស់តែគាត់បណិបណៈជាមួយយើងអារូបភាពហ្នឹងតែវាជាប់ក្នុងសន្តានចិត្តរបស់យើងទៅតាណាបងប្អូនបើបានកូនទៅជាមួយនឹងគាត់សប្បាយចិត្តហើយយើងវាមិនចង់ដើរជាមួយមនុស្សចាស់ព្រោះញ៉ាំមនុស្សចាស់ហូហើយគាត់ចេះចង់ដើរជាមួយយើងបើបានជិះឡានមួយកូនញឹមខ្ជិបនៅហ្នឹងដល់ពេលរូបភាពហ្នឹងបងប្អូនវាតាក់ទាញចិត្តយើងមែនតើនៅសំណោះនៅអាណិតនៅស្រឡាញ់រូបភាពបែបហ្នឹងដែលធ្វើឲ្យយើងដក់នៅក្នុងអារម្មណ៍អញ្ចឹងខ្ញុំសួរខ្លួនឯងថាចុះបើម៉ែអញគ្មានអាហ្នឹងណាសួរថាអញអាណិតស្រឡាញ់ម៉ែដែរនឹកសំណោះម្ដាយដែរហើយចុះឪគាត់ស្លាប់តាំងពីខ្ញុំអាយុ6ឆ្នាំតាមបន្តិចគ្មានក្នុងចិត្តខ្ញុំផងវាអត់មានហើយគេបង្ខំយើងថាត្រូវដឹងគុណឪត្រូវដឹងគុណឪដឹងគុណណាម៉េចបើចិត្តយើងវាអត់នេះវាអត់មានមនោសញ្ចេតនាហើយចេះតែរុញក្បាលយើងម៉ែឪបង្កើតកូនមកពិបាកវេទនាចេះហើយចេះតែរុញយើងទៅកន្លែងហ្នឹងវាអត់មានកើតមនោសញ្ចេតនាខ្ញុំចេះតែនឹកក្នុងចិត្តចុះបើម៉ែខ្ញុំអត់បណិបណៈនឹងកូនអត់ស្រឡាញ់កូនបង្កើតមកឲ្យប្រវត្តិចោលសួរថាតើឲ្យខ្ញុំមានចិត្តស្រឡាញ់កន្លែងម៉ែបង្កើតយើងមកម៉ែងូតទឹកឲ្យយើងតើឲ្យខ្ញុំស្រឡាញ់កន្លែងហ្នឹងកើតអត់ខ្ញុំរត់នឹកវាមិនឃើញអញ្ចឹងបើម៉ែឪណាខ្វះការចិញ្ចឹមបីបាច់ថែរក្សាកូនដោយចិត្តមេត្តាករុណាណាសួរថាតើម៉ែឪមានគុណបានដែរឬទេបងប្អូនពិចារណាមើលហេឲ្យតែម៉ែបង្កើតកូនមកម៉ែមានគុណខ្ញុំជួយមិនបានទេខ្ញុំសូមបដិសេធលើកដៃមុនគេតវ៉ាកុំបចើម៉ែនឹងខ្លាំងពេកកាលពីបង្កើតបងប្អូនអង្គុយពិចារណាទាំងអស់គ្នាមើលកាលពីបង្កើតកូនមានយើងឯណាមកគោះទ្វារគាត់ពីរនាក់ដៃប្រពន្ធអង្គុយលើខែហ្នឹងគាត់ទៅចែកគ្នាពីរឿងអីទៅចែកគ្នាពីរឿងយើងគ្មានយើងផងបែរទៅចែកគាត់ទៅចែកពីរឿងគាត់ប្រយ័ត្នចាស់ទៅអត់អាណាចាំណាគាត់ទៅចែកគ្នាហ្នឹងអត់មានយើងជាកម្មវត្ថុក្នុងការទៅចែកទេពីព្រោះមិនមែនយើងមកគោះទ្វារអង្គុយនៅមុខផ្ទះរួចឲ្យគាត់ចូលទៅខាងក្នុងជំនុំគ្នាថាតើយកអាកូនហ្នឹងអត់ទេអត់មានកម្មវត្ថុក្នុងការទៅចែកទេអត់សោះគាត់ទៅចែកគ្នារឿងគាត់ទេណាគាត់ទៅចែកគ្នារឿងគាត់សុបសាបតែចែកថាចាស់ទៅប្រយ័ត្នអត់មានកូនចាំគ្មានអាណាកាន់ឆ្អឹងឈឺចាស់ទៅហ្នឹងប្រយ័ត្នគ្មានកូនលើកដាក់ទឹកក្តៅទឹកត្រជាក់អីចេះចុះគាត់គិតអាហ្នឹងមនុស្សស្រីខ្លះផងគាត់ថាបើអត់មានកូនចឹងដូចឆ្កែកបិតបន្ទុយមិនទេគាត់គិតរឿងគាត់ទាំងអស់មកចប់រឿងសត្វតែរឿង
បងប្អូនហើយគាត់បកកើតកូនមកសិតតែរឿងគាត់ទាំងអស់ហើយបើម៉ែឪបំពេញកតាបកិច្ចត្រឹមតែបកកើតរួចហើយយកមកធាក់យកមកតបយកមកអត់មានឲ្យរៀនឲ្យសូត្រទេបើជូនកូនទៅធ្វើការនៅរោងចក្រដើម្បីយកមកចិញ្ចឹមខ្លួនអីវិញសួរថាតើបងប្អូនរកដឹងគុណម៉ែឪយ៉ាងម៉េចកុំចេះតែបកកើតម៉ែហើយឪនឹងពេកមើលម៉ែឪមានគុណលុះត្រាតែម៉ែឪបានចិញ្ចឹមបីបាច់ធ្នមថ្នាក់ថែរក្សាកូនណាបងប្អូនដោយសេចក្តីស្រឡាញ់ដោយសេចក្តីអាណិតដោយសេចក្តីមេត្តាអានឹងបានគាត់មានគុណបើគាត់ត្រឹមតែបកកើតបងប្អូនពិចារណាមើលសមត្ថភាពក្នុងការវែកញែកឲ្យដឹងថាស្អីជាស្អីឲ្យដឹងថាស្អីគុណស្អីទោសដើម្បីយើងធ្វើការឆ្លើយតបទៅគាត់វិញឲ្យសមស្របបើគាត់ត្រឹមតែបកកើតបងប្អូនពិចារណាមើលចុះពេលដែលគាត់បកកើតតើគាត់និយាយគ្នារឿងអីគាត់និយាយគ្នារឿងគាត់សុខសាន្តគ្មានរឿងយើងសោះដល់ពេលបកកើតរួចមកគាត់អត់ចិញ្ចឹមអត់អីកូនបានធំបន្តិចគាត់បញ្ជូនទៅរោងចក្រគ្មានគិតរឿងកូនរៀនកូនសូត្រអីទេដឹងគាត់និយាយថាម៉េចទេគាត់មានកូនស្រី3នាក់ឥឡូវធ្វើការរោងចក្រមួយខែកូនផ្ញើមកឲ្យម្នាក់20រៀលឥឡូវអញធូរម៉ែឪរបៀបហ្នឹងបងប្អូនពិចារណាមើលតើមានគុណត្រង់ណាតាំងពីពេលបកកើតក៏រឿងគាត់ចិញ្ចឹមកូនមកវាយផងធាក់ផងអត់មានឲ្យកូនរៀនបញ្ជូនកូនទៅធ្វើការរោងចក្របាត់ទៀតរួចហើយចាំអង្គុយស៊ីលុយកូនហើយលោកទេសនាត្រូវតែដឹងគុណម៉ែទោះបីម៉ែយ៉ាងម៉េចក៏ដោយម៉ែឪនៅតែមានគុណចេះចុះបើគាត់ត្រឹមតែបកកើតបងប្អូនពិចារណាមើលចុះពេលដែលគាត់បកកើតតើគាត់និយាយគ្នារឿងអីគាត់និយាយគ្នារឿងគាត់សុទ្ធសាធគ្មានរឿងយើងសោះដល់ពេលបកកើតរួចមកគាត់អត់ចិញ្ចឹមអត់អីកូនបានធំបន្តិចគាត់បញ្ជូនទៅរោងចក្រគ្មានគិតរឿងកូនរៀនកូនសូត្រអីទេដឹងគាត់និយាយថាម៉េចទេគាត់មានកូនស្រី3នាក់ឥឡូវធ្វើការរោងចក្រមួយខែកូនផ្ញើមកឲ្យម្នាក់20រៀលឥឡូវអញធូរម៉ែឪរបៀបហ្នឹងបងប្អូនពិចារណាមើលតើមានគុណត្រង់ណាតាំងពីពេលបកកើតក៏រឿងគាត់ចិញ្ចឹមកូនមកវាយផងធាក់ផងអត់មានឲ្យកូនរៀនបញ្ជូនកូនទៅធ្វើការរោងចក្របាត់ទៀតរួចហើយចាំអង្គុយស៊ីលុយកូនហើយលោកទេសនាត្រូវតែដឹងគុណម៉ែទោះបីម៉ែយ៉ាងម៉េចក៏ដោយម៉ែឪនៅតែមានគុណចេះចុះបងប្អូនណាអារឿងយើងឆ្លើយតបទៅវិញអានឹងកុំអានិយាយប៉ិននិយាយពីរឿងគុណសិនគុណនៅម៉ែឪបានធ្វើគុណនៅពេលបកកើតរឿងរបស់គាត់សុទ្ធស្អាតពេលដែលគាត់កើតយើងរួចហើយគាត់មិនបីបំធ្នមថ្នាក់បំពេញកតបកិច្ចជាមេដាបៃតាឲ្យបានល្អទេគាត់ធ្វើទាំងអស់ដើម្បីតែខ្លួនគាត់ហើយគេថាម៉ែឪមានគុណនេះលោកទេសប្ងៃអញ្ចឹងលោកទេសប្ងៃអញ្ចឹងប៉ិនលោកគ្មានដឹងគុណម៉ែឪណាលោកហ្នឹងអត់មានដឹងគុណម៉ែឪប៉ិនចេះតែរៀបរាប់ទៅដើម្បីឲ្យគេចូលលុយណាបងប្អូនយកខួរក្បាលបងប្អូនទៅវែកញែកមើលក្នុងនាមជាមនុស្សណាបងប្អូនយើងមានធម្មសញ្ញាខុសពីដេរឆានយើងវែកញែកមើលតើម៉ែឪដែលបកកើតកូនណាហើយអត់បានចិញ្ចឹមបីបាច់ខែរក្សាដោយសេចក្តីស្រឡាញ់ដោយសេចក្តីអាណិតហ៊ានបូជាជីវិតដើម្បីការពារសេចក្តីសុខរបស់កូនណាសួរម៉ែឪអញ្ចឹងម៉ែឪមានគុណណាបងប្អូនខ្លួនខ្ញុំផ្ទាល់តែខ្ញុំសំណោះស្រឡាញ់ម្ដាយខ្ញុំសម័យទៅរូបភាពអត់មានរូបភាពណាក្រៅអំពីរូបភាពដែលម៉ែបណិបណៈយើងរូបភាពសម័យម្ដងណាក៏ឃើញតែរូបភាពហ្នឹងព្រោះអត់ឃើញរូបភាពអូយម៉ែហ្នឹងពោពោះប្រហែលខែប្រហែលថ្ងៃកើតកូនមកខំប្រឹងបីបាច់ខែរក្សាកូនសម្ោចវាមួយលើម្បានខ្ញុំអត់មាននឹកឃើញអនុស្សាវរីយ៍ហ្នឹងផងព្រោះវាអត់ដឹងបងប្អូននិយាយដោយស្មោះត្រង់បងប្អូននឹកឃើញកន្លែងហ្នឹងដែរអត់មាននឹកឃើញអីទេបើម៉ែឪអត់បានបណិបណៈឲ្យកូនមានមនោសញ្ចេតនារនឹកស្រឡាញ់មិនឃើញហើយចេះតែរុញក្បាលយើងអារឿងកូនដឹងគុណឬមិនដឹងគុណយើងជាមនុស្សណាអានឹងជារឿងមួយផ្សេងប៉ុន្តែចាប់ដើមនិយាយពីគុណមេត្តាបិតាសិនថាមេត្តាបិតាមានគុណនោះកុំឲ្យឡើងចាងពេកបងប្អូនពិចារណាមើលមានពេលខ្លះម៉ែឪបកកើតរួចមកហើយយកមកចោលអត់មានស្រឡាញ់អីបន្តិចសោះម្ដាយមីងយើងអត់បកកើតយើងសោះគាត់យកយើងទៅចិញ្ចឹមបីបាច់ខែរក្សាស្រឡាញ់យើងទុកដូចកូនខ្លាំងមើលបងប្អូនខ្លាំងមើលអ្នកណាមានគុណជាងយើងជាមនុស្សយកក្បាលទៅវែកញែកមើលគាត់តែបកកើតកូនហ្នឹងមានគុណប្រពុតលោកប្រាប់ថាកំណើតជាទុកតែនិយាយពីរឿងគុណខ្លាំងពេកហៅមកនិយាយគ្នាសារជាថ្មីខ្ញុំមកពីកន្លែងណាយកខ្ញុំទៅដាក់កន្លែងនោះវិញខ្ញុំអត់មានចង់មកទេណាបកកើតខ្ញុំមកក៏បកកើតមកទៀតតែគុណអត់ឈប់វិញអត់មានបីបាច់ខែរក្សាអត់មានបំពេញកតបកិច្ចរបស់មេត្តាបិតាឲ្យបានល្អក្រោយពេលបកកើតកូនរួចហើយអង្គុយតែវិទាគុណដល់ពេលម្ដាយមីងយើងគាត់អត់មានបកកើតយើងមកប្រពន្ធលោកថាកំណើតជាទុកហើយគាត់បកកើតកំណើតឲ្យយើងបើគុំតែមានយើងមកមានអីមានទុកគាត់បកកើតទុកឲ្យយើងរួចហើយម្ដាយមីងយើងយកទៅចិញ្ចឹមបីបាច់ខែរក្សាសួរតែពីរអ្នកហ្នឹងពីណាមានគុណជាងបងប្អូនចាណាមើលចិញ្ចឹមកូនអ្នកដតីមិនងាយមានចិត្តចិញ្ចឹមកូនអ្នកដតីអ្នកខ្លះមិនម្ដាយមីងផងសាច់ដតីក្រៅនោះឃើញក្រុមគ្រួសារហ្នឹងពិបាកពេកយកទៅចិញ្ចឹមស្រឡាញ់ដោយកូនទៅក្រុមគ្រួសារបងប្អូនមើលទឹកចិត្តរបស់គេមើលខ្លាំងជាមួយទឹកចិត្តម្ដាយដែលបង្កើតកូនមើលតើពីណាទឹកចិត្តខ្លាំងជាងនេះគុណស្រ័យគឺនៅត្រង់កន្លែងទឹកចិត្តហ្នឹងហើយចុះបើម៉ែឪបង្កើតកូន
នមកបង្កើតរបៀបប្រពៃណីទំនៀមទម្លាប់ហ្នឹងគាត់ចេះតែបង្កើតកើតមកគាត់មិនដឹងរឿងអីប៉ុណ្ណឹងគាត់ចេះតែបង្កើតតាមទំនៀមទម្លាប់ប្រពៃណីគាត់មករួចហើយគាត់អត់បានស្រឡាញ់កូនផងអ្នកដតីឃើញស្រឡាញ់អាណិតយកទៅចិញ្ចឹមទៅសួរប្រសងមើលពីរអ្នកហ្នឹងពីណាមានគុណជាងម៉ែមានគុណជាងព្រោះម៉ែឲ្យកំណើតម៉ែឲ្យកំណើតទុកហ្នឹងមានកំណើតមានទុកណាជីវិតជាទុកណានិយាយអញ្ចឹងប្រសងហ្នឹងស្មាទុកខួរប្រកេះរបស់លោកនេះបែងចែកគុណនឹងទោសមិនបានដាច់ស្រេចទេអញ្ចឹងអត់មនុស្សគេលែងចង់ធ្វើល្អគេជាអ្នកដតីមិនងាយចិញ្ចឹមទេណាបងប្អូនកូនអ្នកដតីស្រឡាញ់ដូចកូនខ្លួនឯងមិនងាយធ្វើបានទេណាមិនងាយធ្វើបានទេកូនខ្លួនឯងអ្នកខ្លះមិនស្រឡាញ់ផងគេអ្នកដតីចិញ្ចឹមបីបាច់ថែរក្សាបានទឹកចិត្តរបស់គេប៉ុណ្ណាគុណធំណាធំជាងម៉ែឪបង្កើតកូនទៅទៀតម៉ែឪបង្កើតកូនម៉ែឪខ្លះបង្កើតតាមប្រពៃណីទំនៀមទម្លាប់ទេគាត់មិនបានគិតអីទេប៉ុន្តែអ្នកដតីគេយកយើងទៅចិញ្ចឹមឲ្យសាច់អ្នកដតីគេចិញ្ចឹមយើងបានបងប្អូនបែងចែកគុណនឹងទោសឲ្យដាច់ពីគ្នាមើលឲ្យដឹងថាស្អីជាស្អីសមត្ថភាពក្នុងការវែកញែកគុណទោសខ្ញុំគ្រឹះយូរហើយប្រសងទេសនារឿងគុណមេត្តាបិតាខ្ញុំគ្រឹះយូរហើយឲ្យម៉ែឪនឹងឡើងចាងសពបាត់សពយ៉ាងបង្កើតកូនមកហើយយកកូនទៅធ្វើការរោងចក្រហើយដើរអួតប្រាប់គេពីភូមិមួយទៅភូមិមួយឲ្យតែអង្គុយកន្លែងហ្នឹងអញមិនសូវពិបាកទេសប្តាហ៍ថ្ងៃកូនមួយនឹងផ្ញើ20រៀលអួតប្រាប់គេទៅទៀតហាកូននោះដេបែកញើឲ្យលហាមមិនដឹងថាកូននោះស៊ីបាយមិនបាយទឹកមិនទឹកទៅធ្វើការមើលគេធ្វើបាបប៉ុណ្ណាអត់មានគិតអត់មានអសរដល់កូននេះមិនតិចគាត់អង្គុយចាំបឺតចាំជក់ម្ដាយអញ្ចឹងមានគុណអត់បងប្អូនចាណាមានគុណអត់កុំអាននិយាយពីរឿងការតបស្នងរបស់យើងកុំអាននិយាយពីម្ខាងសិនបែងចែកគុណនឹងទោសឲ្យដាច់ពីគ្នាបើម៉ែឪបង្កើតយើងមករួចហើយមិនបានផ្ដល់នៅសេចក្តីស្រឡាញ់មេត្តាករុណាទោះបីជាគាត់មានលទ្ធភាពប៉ុណ្ណាយើងមិនបខំគាត់ទេយើងមិនតម្រូវគាត់ទេប៉ុន្តែសំខាន់គឺទឹកចិត្តរបស់គាត់បើគាត់មានទឹកចិត្តហើយទោះបីគាត់ក្រប៉ុណ្ណាក៏ដោយបងប្អូនគាត់អានាលលើផែនដីតអស់លទ្ធភាពដើម្បីសន្តោសមេត្តាករុណាចំពោះកូនមែនថាតើតាម៉ែឪនឹងទិញអីវ៉ែវ៉ាន់ឲ្យយើងច្រើនមិនមែនចឹងទេទឹកចិត្តរបស់មេត្តាបិតាយើងមើលដឹងតាបើគាត់ក្រប៉ុន្តែគាត់មានទឹកចិត្តខ្លាំងគាត់អានាលដល់តំណក់ឈាមចុងក្រោយមមតែគាត់ឲ្យកូនគាត់ឈប់រៀនមួយគាត់វេទនាក្នុងផ្លូវចិត្តរបស់គាត់នេះយើងគោរពទឹកចិត្តអញ្ចឹងនឹងគេហៅគុណណាគឺជាគុណធម៌ដែលដុសក្នុងចិត្តហើយចុះបើបង្កើតកូនមកណាមានគុណធម៌ស្អីនៅក្នុងចិត្តបើគាត់អត់មានមេត្តាស្រឡាញ់អាណិតអាសូរប៉ុណ្ណាមានគុណត្រង់ណាយើងជាមនុស្សមានធម៌សញ្ញាខុសពីដេរឆានត្រូវបែងចែកគុណនឹងទោសឲ្យដាច់ចេញពីគ្នានេះនិយាយអំពីខាងមេត្តាបិតាដើម្បីបែងចែកថាតើមេត្តាបិតាមានគុណឬអត់តាមការវិភាគរបស់ខួរក្បាលខ្ញុំណាបងប្អូនខ្ញុំថាបើគាត់បង្កើតហើយគាត់អត់បានបំពេញកាតព្វកិច្ចក្រោយពេលកើតហ្នឹងឲ្យសមជាមេត្តាបិតាល្អណាម៉ែឪដែលពិតជាមានមេត្តាករុណាហួសពីស្រឡាញ់ដើម្បីអញណាបងប្អូនគឺគាត់ស្រឡាញ់កូនលើជីវិតរបស់គាត់បើមានចោលហ្នឹងមកប្លន់ផ្ទះគាត់ហើយគេថាពីរនាក់ហ្នឹងបាញ់មួយបើម្ដាយពិតជាស្រឡាញ់កូនមែនណាគាត់សុខចិត្តស្លាប់ជំនួសកូននេះអាហ្នឹងគឺសេចក្តីស្រឡាញ់ហួសពីដើម្បីអញហើយពីព្រោះបើស្រឡាញ់ដើម្បីអញបងប្អូនដូចយើងស្រឡាញ់ឡានស្រឡាញ់ម៉ូតូអញ្ចឹងស្រឡាញ់ដើម្បីអញបើចោលមកប្លន់ណាហើយយកឡានយកទៅយកម៉ូតូយកទៅទុកអញពីព្រោះអាហ្នឹងស្រឡាញ់ដើម្បីអញប៉ុន្តែបើសិនណាជាចោលមកប្លន់ណាគាត់ហ៊ានឲ្យគេបាញ់គាត់ដើម្បីទុកកូនគាត់ណាអាហ្នឹងហួសពីស្រឡាញ់ដើម្បីអញហើយនេះត្រង់ហ្នឹងតែម៉ែឪមានគុណម៉ែឪមានគុណនៅត្រង់ហ្នឹងគឺគាត់ស្រឡាញ់យើងក្រោយពេលយើងកើតមកហ្នឹងគឺស្រឡាញ់ហួសពីដើម្បីអញពេលមានបញ្ហាអីគាត់ស៊ូចេញមុខការពារកូនរបស់គាត់ទោះបីជាគាត់មានគ្រោះថ្នាក់ដល់កម្រិតណាក៏ដោយអាហ្នឹងគេហៅស្រឡាញ់ហួសពីដើម្បីអញមេត្តាដែលបានបំពេញកាតព្វកិច្ចបែបហ្នឹងទោះបីជាគាត់មិនបានបញ្ចេញទ្រព្យសម្បត្តិរបស់គាត់ឧទាហរណ៍ថាគាត់ក្រមកជួយកូនឲ្យបានដិតដល់ប៉ុន្តែទឹកចិត្តរបស់គាត់មាននឹងមេត្តាមានគុណហើយកន្លែងហ្នឹងគឺមានគុណច្បាស់ហើយប្រកបជាមានគុណហើយពីព្រោះគុណគឺអ្វីដែលជាគុណធម៌ស្អិតក្នុងចិត្តមិនមែនគ្រាន់តែបង្កើតកូនមកប៉ុន្តែក្នុងចិត្តរបស់គាត់ផ្សេងណាអត់បានបំពេញកាតព្វកិច្ចរបស់គាត់ដែលហុសចេញពីសន្តានចិត្តដែលស្រឡាញ់មេត្តាអាណិតអាសូរកូនជាងខ្លួនឯងបើមិនបានបំពេញកាតព្វកិច្ចបែបហ្នឹងផងបងប្អូនសួរតែមានគុណយ៉ាងម៉េចទៅកើតអានេះយើងវែកញែកខាងមេត្តាបិតាថាតើមេត្តាបិតាមានគុណនៅត្រង់ណាកុំឲ្យគាត់ឡើងចាងពេកលោកទេសនាថ្ងៃឡើងចាងណាបង្កើតកូនមកកវត្តចោលក្នុងផែនដីក៏ម៉ែអើយមានគុណណាលោកទេសតែអញ្ចឹងរាល់ថ្ងៃណាខ្ញុំជួយមិនបានទេរឿងហ្នឹងពីព្រោះខ្ញុំស្ទង់ខ្លួនឯងហ្មងតើអញស្រឡាញ់ម៉ែរឿងអីបិទភ្នែក100ដងទៅទៀតក៏ដោយអនុស្សាវរីយ៍ដែលនៅជាប់ក្នុងខួរក្បាលអ្វីដែលជាសកម្មភាពដែលគាត់បណ្ណៈមួយយើងដែលគាត់ការពារយើងដែលគាត់ថែរក្សាយើងដែលគាត់យកចិត្តទុកដាក់លើយើងអាសកម្មភាពបែបហ្នឹងបងប្អូនលុបអត់បានហ្មងនឹកឃើញតែម្ដាយពេលណានឹកឃើញសកម្មភាពហ្នឹងកើតមានតែហ្មងហើយចុះបើម៉ែឪមួយដែលអត់បានបំពេញកាតព្វកិច្ចអញ្ចឹងសួរថាតើរុញក្បាលកូនឲ្យថាម៉ែឪមានគុណម៉ែឪមានគុណតើយើងគួរប្រាប់ថានឹងជាគុណរបស់មេត្តាបិតាដែរឬទេគ្រាន់តែបង្កើតហ្នឹងមានគុណពី
ពីព្រោះពេលបកាគាត់និយាយតែរឿងគាត់ឥឡូវចប់រឿងគាត់ឥឡូវនិយាយពីរឿងយើងវិញបើម៉ែឪអត់មានគុណក៏ដោយមានគុណក៏ដោយតើកូនគួរធ្វើម៉េចក្នុងនាមជាមនុស្សណាបងប្អូនមានខួរក្បាលបែងចែកគុណនឹងទោសឲ្យដាច់ចេញពីគ្នារឿងម៉ែឪគាត់បង្កើតយើងមកហើយគាត់បានចិញ្ចឹមយើងឬមិនបានចិញ្ចឹមយើងអានឹងជារឿងរបស់គាត់ជារឿងរបស់គាត់ប៉ុន្តែក្នុងនាមយើងជាមនុស្សយើងមិនមែនជាដេរឆានទេទោះបីគាត់គ្មានគុណក៏ដោយប៉ុន្តែយើងត្រូវតែចិញ្ចឹមត្រូវតែបីបាច់អានឹងជាគុណធម៌របស់យើងម៉ែឪគ្មានគុណធម៌ពិតប្រាកដមែនប៉ុន្តែកូនមានគុណធម៌ណាម៉ែឪបង្កើតមកគឺរឿងខ្លួនគាត់សុទ្ធបង្កើតមកហើយអត់មានគិតគូរដល់យើងទៀតប៉ុន្តែកូននឹងនៅតែស្រឡាញ់នៅតែគោរពមេត្តាបិតាអានឹងជាគុណធម៌របស់កូនណាជាគុណធម៌របស់កូនយើងជាមនុស្សណាបងប្អូនយើងមិនមែនដេរឆានទេទោះបីម៉ែឪគ្មានគុណលើយើងក៏ដោយគាត់បង្កើតយើងមកចោលក៏ដោយក្នុងនាមយើងជាមនុស្សហ្នឹងបងប្អូនបើយើងអាចធ្វើដល់កម្រិតនឹងបានណាបងប្អូនគុណធម៌របស់កូនខ្លាំងណាម៉ែឪធឺរបៀបមិនក៏ដោយកូននឹងនៅតែស្រឡាញ់ម្ដាយគោរពម្ដាយប៉ុន្តែវាដឹងណាវាបែងចែកគុណនឹងទោសដាច់ចេញពីគ្នាណាវាដឹងថាម៉ែវាគ្មានគុណលើវាទេវាដឹងដែលខ្ញុំជំទាស់ប្រសំគឺជំទាស់ត្រង់ថាគាត់និយាយថាម៉ែមានគុណតែម៉ែគ្រាន់តែបង្កើតកូនមកឲ្យបោះចោលក្នុងផែនដីរហូតដល់កូនខ្លះសួរថាម៉ែខ្លះលក់កូនទៀតធ្វើសេចខូចតើមានគុណអត់ប្រសងថាមានគុណទៀតខ្ញុំទទួលមិនបានទេរឿងមានគុណប៉ុន្តែមិនមែនថាឲ្យកូនហ្នឹងដាច់ចិត្តពីមេត្តាបិតាមិនមែនអញ្ចឹងទេទោះបីជាមេត្តាបិតាជាស្អីក៏ដោយធ្វើមិនចំពោះយើងក៏ដោយយើងជាកូនណាដែលយើងតបស្នងសងគុណដែលយើងធ្វើល្អចំពោះមេត្តាបិតាអានេះជាគុណធម៌របស់យើងផ្ទាល់កូនណាបងប្អូនជាទូទៅដឹងគុណមេត្តាបិតាតែមេត្តាបិតាស្រឡាញ់កូនណាធ្វើឲ្យកូនមានអនុស្សាវរីយ៍ទេកូនច្រើនតែធ្វើបានក្នុងកម្រិតហ្នឹងប៉ុន្តែបើម៉ែឪអត់ស្រឡាញ់កូនណាកូនភាគច្រើនណាអត់សូវស្រឡាញ់មេត្តាបិតាទេណែអាកូនតែមេត្តាបិតាអត់ស្រឡាញ់រួចហើយវាស្រឡាញ់វាគោរពម៉ែឪទៀតណាអាកូននឹងខ្លាំងមែនតើហ្មងគុណធម៌ផ្ទាល់របស់អាកូននឹងមិនមែនជាការតម្រូវទេមែនថាម៉ែឪធ្វើយ៉ាងម៉េចក៏ដោយក៏ម៉ែឪមានគុណដែរហែងត្រូវតែសងមិនមែនអញ្ចឹងទេម៉ែឪគឺគ្មានគុណទេក្នុងករណីដែលបង្កើតមកហើយអត់ចិញ្ចឹមអត់បីបាច់អត់ស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួនទេម៉ែឪគ្មានគុណទេអានឹងគេហៅស្រឡាញ់ដើម្បីអញប៉ុន្តែក្នុងនាមយើងជាកូនទោះបីគាត់យ៉ាងម៉េចក៏ដោយយើងត្រូវតែធ្វើល្អបំពេញកាតព្វកិច្ចជាកូនល្អនេះជាគុណធម៌របស់យើងដូចខ្ញុំនិយាយខាងដើមអញ្ចឹងជាទូទៅកូនអាចធ្វើល្អចំពោះមេត្តាបិតាភាគច្រើនតែមេត្តាបិតាដែលបានធ្វើល្អចំពោះកូនឲ្យកូនកើតអនុស្សាវរីយ៍ឯងកូនប្រភេទហ្នឹងមិនទាន់មានគុណធម៌ខ្ពស់ទេកូនមានគុណធម៌ខ្ពស់ម៉ែឪកបល់កាច់កបល់យកតែមកលក់កូនទៅទៀតណាកូននៅតែដឹងគុណអញ្ចឹងប៉ុន្តែដឹងថាម៉ែវាគ្មានគុណទេប៉ុន្តែវានៅតែធ្វើល្អចំពោះមេត្តាបិតារបស់វាអញ្ចឹងកូនអញ្ចឹងកូនអស់ចាហ្មងបងប្អូនដោយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាធ្វើគុណចំពោះអ្នកដែលមានគុណលើយើងស្រួលធ្វើទេពីព្រោះគេមានគុណលើយើងអញ្ចឹងគេមករកពឹងអីយើងវិញយើងធ្វើទៅគេស្រួលទេធ្វើគុណចំពោះអ្នកដែលមានគុណលើយើងស្រួលទេធ្វើគុណចំពោះអ្នកដែលមិនដែលធ្វើគុណលើយើងបាក់បន្តិចអត់ដែលធ្វើគុណអីលើយើងសោះរួចហើយតែគេមករកពឹងអីយើងយើងអាចជួយគេបានណាមនុស្សអញ្ចឹងគុណធម៌ខ្ពស់បន្តិចចិត្តល្អបន្តិចហើយណែមនុស្សខ្លាំងជាងគេបំផុតធ្វើគុណជាមួយសត្រូវបានសត្រូវសោះហ្នឹងកន្លែងណាដែលគាត់អាចជួយបានគាត់ជួយមនុស្សអញ្ចឹងគុណធម៌កំពូលងាយធ្វើបានទេទាំងយើងទាំងគេងាយធ្វើបានទេនេះអាកូនក៏ចឹងដែរវាធ្វើល្អចំពោះមេត្តាបិតាភាគច្រើនតែមេត្តាបិតាដែលស្រឡាញ់កូនប៉ុន្តែមេត្តាបិតាដែលអត់ស្រឡាញ់កូនអត់បានបំពេញកាតព្វកិច្ចល្អចំពោះកូនហើយកូនវានៅតែធ្វើល្អចំពោះមេត្តាបិតាទៀតកូនរបៀបហ្នឹងបងប្អូនគុណធម៌វាខ្ពស់ណាស់ហើយយើងជាមនុស្សខុសពីដេរឆាននៅត្រង់គុណធម៌ហ្នឹងដើម្បីឲ្យមានគុណធម៌ដើម្បីឲ្យយើងឆ្លើយតបឲ្យបានសមស្របសមត្ថភាពក្នុងការវែកញែករបស់ពួកក្បាលនេះហើយសប្តាហ៍អ្នកទេសនាអត់អញ្ចឹងម៉ែឪធ្វើយ៉ាងម៉េចក៏ដោយបចោម៉ែឪនឹងបដ ாய் ម៉ែឪយ៉ាងម៉េចក៏ដោយក៏គាត់ថាម៉ែឪនឹងមានគុណម៉ែឪនឹងមានគុណម៉ែឪកើតកូនមកខ្ញុំអាយុ8 10មិនទាន់ទេលក់យកលុយទៅបាត់ហើយតើមានគុណទេម៉ែឪយើងនៅតែមានគុណចេះចុះខ្ញុំថាលោកនេះដឹងតែទេសនាផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យគេយ៉ាងម៉េចបើខួរក្បាលលោកអត់វែកញែកគុណនឹងទោសបានផងក្នុងនាមជាមនុស្សណាបងប្អូនសំខាន់ណាស់អាការវែកញែកឲ្យដឹងថាស្អីជាស្អីឲ្យដឹងថាស្អីគុណស្អីទោសដើម្បីធ្វើប្រតិកម្មឆ្លើយតបទៅវិញឲ្យសមស្របយើងជាមនុស្សខុសពីដេរឆានត្រង់សមត្ថភាពក្នុងការវែកញែកហ្នឹង